លោកគ្រូលោកគ្រូទីបំផុតលោកគ្រូដឹងខ្លួនហើយលោកគ្រូមិនអីទេគ្រូមានរបបដសាតែពលឺអាក្រក់របស់អ្នកចម្បាំងខាងកើតហើយថែមទាំងទៅគេដាក់ថ្នាំពុលនៅទីនេះទៀតពិតជាធ្វើទុកខ្លាំងណាស់មើលទៅគ្រូពូអាចបរៀនអាចបានល្អណាស់អាចរៀនសូត្របានបន្តិចទេរីច្បត់លេងហូពេលនេះសមត្ថភាពរបស់ឯងខ្លាំងជាងគ្រូទៅហើយថ្ងៃក្រោយមិនបាច់ហៅយើងថាលោកគ្រូទៀតទេខ្ញុំធ្វើឲ្យលោកគ្រូរបួសខ្ញុំមានកំហុសសូមលោកគ្រូដាក់ទោសមកចុះឯងមកធ្វើអីនៅទីនេះខ្ញុំលើថាអ្នកកូនដៅខាងកាន់មិនចោះចាញ់វាយឆ្មក់សម្ព័ន្ធភាពនៃកាយដៅភ្នំ5ខ្ញុំបារម្ភពីសិស្សប្អូនអញ្ចឹងទៅខ្ញុំឯងមានចិត្តកតញ្ញូបែបនេះធ្វើឲ្យគ្រូពេញចិត្តណាស់ហើយក្រុមខាងកើតនោះគួរឲ្យរំខានមែនបានយល់ដឹងអំពីវិជ្ជាបិសាចចំណាយផ្លូវរបស់ពួកយើងគឺសាលារៀនភ្នំទាំង5បន្តវិជ្ជាគុណហើយគួរឲ្យស្ដាយណាស់ពិតជាប្រហែលមែនខ្លាចខ្លួនជាជនរងគ្រោះនៅក្នុងផែនការរបស់លទ្ធិសាតានទីនេះប្លែកណាស់មិនអាចនៅយូរបានទេខ្ញុំនាំលោកគ្រូចេញពីទីនេះមិនបានទេសិស្សប្អូនរបស់ឯងត្រូវបាក់បិសាចចាប់ខ្លួនទៅបាត់ជ្រុះព្រៃខ្មៅថាម៉េចពួកគេត្រូវចាប់អស់ហើយមែនហើយយើងចង់ឡើងទៅលេជ្រុះដើម្បីជួយដល់ពួកគេពួកយើងនឹងបានជួបគ្នាម្ដងទៀតលោកគ្រូខ្ញុំទៅជាមួយដែរដើម្បីនិកាយហោសានខ្ញុំសុខចិត្តស្លាប់1000ដងសិស្សល្អយើងលើពួកលទ្ធិបិសាចនិយាយថាគ្រឿងសក្ការៈបូជាស័ក្តិសិទ្ធិនៃលទ្ធិសូរិយាចន្ទ្រាគឺនៅលើមាត់ជ្រុះនេះអ្នកចម្បាំងខាងកើតក៏សានឈាមនៅទីនេះរាល់ពេលថ្ងៃត្រង់ដែរគេហត់ឈាមដើម្បីរួចផុតពីសេចក្តីស្លាប់ពួកគេយកមនុស្សទៅសែនប្រៀបដូចជាបោះស្មៅចោលយ៉ាងចឹងសិស្សប្អូនស្រីប្រុសរបស់ឯងប្រហែលជានៅទីនោះហើយលោកគ្រូមិនមែនពួកគេទេល្អណាស់មើលទៅមនុស្សបាក់បិសាចមិនទាន់មានពេលធ្វើបាបពួកគេទេវិបោហើយវាយស្មៅបង្អត់ពួកយើងមកបាយគ្នាទៅជួបគ្នានៅមាត់ជ្រោះចុងបើសិនជាពួកយើងជួយគេបានគ្រូនឹងនាំឯងត្រឡប់ទៅហូសានជប់លេងជាមួយគ្នាអរគុណលោកគ្រូភាពលោកលន់កំហឹងភាពរហ័សគ្រប់អ្នកគ្រូម្នាក់ដែលតាមពួកយើងនៅកំរៀបរហូតនោះត្រូវពួកយើងនាំមកហើយកិត្តិយសសម្រាប់ទូបង្គំមេបយាសូមគោរពអ្នកគ្រូមេបលោកគឺយាពួកឈិនពិតមែនហើយផែនការបញ្ឆោតនឹងចាប់ខ្លួនសម្ព័ន្ធនិកាយដើមភូមិទាំង5ជាគំនិតរបស់ខ្ញុំនៅខ្ពង់រាបអូលីងក្តៅក្រហាយខ្លាំងចលាចលខ្លាំងលទ្ធិបិសាចនេះអាចសម្រាប់យ៉ាងស្ងប់ស្ងាត់បានអំណាចរបស់មេកោសម្ព័ន្ធជាងហ៊ូនៅចិត្តមកកើយលោកយល់ថាអាឡឹបនេះសប្បាយប៉ុណ្ណាពួកឯងអាចឈរបានអរគុណអ្នកគ្រូការរួមចំណែកធំធេងរបស់ពួកឯងដោយទូរយុហើយរួមឧត្តមកតេខ្ញុំប្រគល់របស់ល្អនេះទៅពួកឯងនេះជា10ឆ្នាំខួបក្បាលសពទាំង3បន្ទាប់ពីលោកចូលទៅលោកនឹងក្លាយជាសមាជិកលទ្ធិរបស់ស័ក្តិសិទ្ធិនេះគ្មានស្រឡាញ់គ្មានស្អប់គ្មានស្ដាយក្រោយគ្មានគុំគួនជីវិតអមតៈទៅតាមឈ្មោះរបស់វាជំរាបអ្នកគ្រូតាមត្រង់ចុះពេលនេះខ្ញុំចាស់ហើយប៉ុន្តែតាមដល់វិសេសនេះធ្វើឲ្យខ្ញុំមានជីវិតយូរអង្វែងហើយក៏បម្រើមេក៏សម្ព័ន្ធជារៀងរហូតដែរលោកសំណាងល្អខ្លាំងណាស់ទើបអាចមានថ្នាំដល់ពិសេសនេះអរគុណអ្នកគ្រូយ៉ាងណាលោកលេបថ្នាំរបស់ខ្ញុំហើយជាសមាជិកពួកខ្ញុំហើយខ្ញុំដាក់បញ្ជាលោកចាប់សមាជិកដែលនៅសល់ទាំងអស់ចង់សម្ព័ន្ធនិកាយដើរភ្នំទាំង5ដើម្បីប្រយោជន៍លទ្ធិស័ក្តិសិទ្ធិ
ទីបំផុតឯងមកជំនួសខ្ញុំហើយសម្រាប់ខ្លួននឹងការរស់នៅពេលនេះទេ ខ្ញុំសម្រាប់ខ្លួនយូរហើយថ្ងៃនេះបានឃើញគ្រប់គ្នាសប្បាយចិត្តណាស់ប៉ុន្តែហេតុអីខ្ញុំគ្មានអារម្មណ៍នេះ ឯងបានខ្លាចជាអ្នកចម្បាំងមិនចូលចាញ់ខាងកើតទៅហើយមិនចូលចិត្តជីវិតនៅពេលនេះទេ ខ្ញុំមិនចូលចិត្តក៏មិនស្អប់ដែរមានតែបែបនេះប៉ុណ្ណោះទើបខ្ញុំអាចរស់បាន មិនស្លាប់មិនប្រកាសថានឹងរស់នោះទេ ថ្ងៃនេះខ្ញុំបានជួបមនុស្សម្នាក់គេប្រាប់ខ្ញុំថាឈ្មោះរបស់មនុស្សអាចកំណត់ជីវិតបានយ៉ាងណាមានឈ្មោះខាងកើតមិនចោះចាញ់ខ្ញុំមិនគួរសម្រេចគោលដៅអ្នកចម្បាំងខាងកើតមិនចោះចាញ់ទេអញ្ចឹងរស់មានន័យអីទៅ